Bơ khang một nu lươn làng,สมัยนาเตอร์ហើយនៅជីកកង់កញ្ចាស់ទៅផ្សារទៀតមកពីក្រនឹងណាលើកក្រោយឲ្យចោះដើរទៅកុំមកទម្លាក់កំហុសលើខ្ញុំប្រាប់ប៉ុន្មានដងហើយកង់នឹងគុំជិះរាល់ថ្ងៃពេកឃើញឯងជិះពេញផ្លូវអញ្ចឹងខ្ញុំភ័យណាស់សម័យនេះទៅហើយគ្មានអ្នកណាអន់ចរិតម្លេះទេហាហានាងពិតជាបុកទម្លាក់វាតតែបានមែនមកពីវាចង់រំផ្លូវឯងខ្វាក់មែនជិះកង់កញ្ចាស់ហ៊ានមកបុកឡានយើងគឺនាងជាអ្នកបង្វែរចង្កូតមកកាត់មុខខ្ញុំសោះខ្ញុំបើកលើផ្លូវត្រូវឯងស្មានតែអស់ចាមែនមើលសភាពឯងមើលអាវរហែកស្បែកជើងដាច់ទ្រលាត់អស់ហើយក្រុមម្លេះហ៊ានមកដណ្ដើមផ្លូវយើងទៀតចៃកុំទៅនិយាយច្រើនជាមួយពួកក្រីក្រទៅដឹងតែពួកអ្នកស៊ីឈ្នួលគេទេអូហូឡានបងមុណាងាប់មិនខានទេអាអេតចៃនឹងហ៊ានមកកោះឡានយើងឡាននេះប៉ះមិនបានទេចុះបើខ្ញុំប៉ះតើឯងចង់យ៉ាងម៉េចបើខូចឯងគ្មានលុយសងទេខ្ញុំគ្មានលុយសងអ្នកទាំងអស់គ្នាទេត្រឹមកង់កញ្ចាស់នឹងថាខ្ញុំគ្មានលុយសងជីកបើមូតែគ្មានលុយសងកង់កញ្ចាស់ហាហាណែបងប្រុសកង់នេះធ្វើពីអីទៅស្រោបមាសឬក៏កេតពីដូនតាមកក្មួយប្រុសអង្វរគេទៅគេខឹងក៏សំដែសួរឯងជាលើកចុងក្រោយ 10000 សងឬមិនសងអូនអើយបញ្ចប់រឿងទៅមិនសងកុំចង់ប្រហើនជាមួយយើងឲ្យឯងរឹងមុខឲ្យឯងមាត់រឹងស្បែកជើងយើងមួយគូជាង$8000យកមកទាត់អាអេតចៃឯងនេះថោកស្បែកជើងណាស់នាងធ្វើស្អីហ្នឹងកង់ឯងមិនមែនកប់ពោទេអីយើងមិនវាបំបីទេសំបីតែប៉ះក៏មិនប៉ះដែរវាធ្លាក់ចុះទៅដោយខ្លួនឯងទេតើកង់អ្នកណាគេយកមកចោលកណ្ដាលផ្លូវអញ្ចឹងឡានដឹកអីវ៉ាន់ខ្ញុំស្ទើរតែក្រឡាប់ហើយបើមានរឿងអ្នកណាទទួលខុសត្រូវបងប្រុសត្រជាក់សងនេះជារបស់វាបោះចោលកណ្ដាលផ្លូវធ្វើឲ្យបងស្ទើរតែជួបគ្រោះថ្នាក់បងទាលុយសំណងពីវាទៅកង់ឯងមែនចង់ទាលុយពីយើងមែនទេខាត់ពេលយើងដឹកអីវ៉ាន់ឯងត្រូវតែសងណែយើងកំពុងនិយាយជាមួយឯងណាអេតចៃនឹងធ្វើពុតជាងាប់មែនបងប្រុសឃើញទេវាធ្វើពុតអញ្ចឹងឯងអាឡូក្រុមហ៊ុនធានារ៉ាប់រងមែនខ្ញុំសូមរាយការណ៍ពីការខូចខាតយានយន្តមុនដំបូងត្រូវគេធាក់រុញទម្លាក់កម្មចន្ទើហើយក៏ត្រូវឡានបើកិនពីលើទីនៅម្ដុំផ្លូវមកផាងតំបន់ហឺអាននិយាយឲ្យច្បាស់មកនិយាយពីឡានយើងផងជីកង់កញ្ចាស់សោះហើយធានារ៉ាប់រងដែរថ្លៃធានារ៉ាប់រងថ្លៃជាងកង់វាផងមើលទៅចាំគេមកដល់សិនមើលថាគេយកអាអេតចៃឯងឬក៏មកចាប់ខ្លួនឯងកំពុងសួរឯងនឹងបានមិនបាច់សងយើងក៏បានចុះចំណែករឿងយើងសង្ហែងវិញគ្រាន់តែកង់កញ្ចាស់មួយសោះហាហាឯងចង់បានប៉ុន្មាននិយាយមកកុំថាខ្ញុំមិនឲ្យឱកាសឲ្យសោះ$1 លានកង់កញ្ចាស់នឹង$1 លានបើអញ្ចឹងកង់អគ្គិសនីនៅផ្ទះខ្ញុំមិន10 លានទៅហើយបងប្អូនទាំងអស់គ្នាឮទេ$1 លានខ្ញុំសាច់ចង់គៀងហើយនៅទីនេះទាំងអស់គ្នាណាកុំទាន់ទៅណាទាំងអស់គ្នានេះហើយគេហៅថាជនបោកប្រាស់វត្ថុតាំងមានគ្រប់គ្រាន់អស់ចាមែនហ៊ានហាមកទីញើឈាមគេខ្ញុំបើកឡាន20ឆ្នាំហើយទើបតែធ្លាប់ឃើញអ្នកបោកប្រាស់បងប្រុសមើលទៅយល់ហើយមែនទេដំបងបោកខ្ញុំបន្ទាប់មកបោកបងវាបោកយើងម្ដងម្នាក់ក្មួយប្រុសមិនចង់បំផ្លាញឯងទេ$1 លានមិនមែនជារឿងលេងសើចទេណាបោកប្រាស់គេគឺត្រូវជាប់គុកណាឆ្លៀតពេលគេមិនទាន់ប្តឹងប៉ូលីសសុំទោសគេទៅរឿងនឹងចប់ហើយធ្វើពុតបន្តទៀតទៅចង់ធ្វើពុតឲ្យអ្នកណាមើលកុំមាត់ទាំងអស់គ្នាស្ដាប់ខ្ញុំសិនតោះយើងភ្នាល់គ្នាទៅបើវាលុតជង្គង់សុំទោសមុនម៉ោង11ឈរខាងឆ្វេងខ្ញុំបើភ្នាល់ថាវាហ៊ានទា$1 លានមែនឈរខាងស្ដាំ1 2 3យកមិនដែររាប់ឯងមួយដែរអ្នកនាងលៀងអង្គុយមើលរឿងល្ខោននេះទៅបានហើយទេនៅសល់តែ20នាទីទៀតទេបើដល់ម៉ោងមិនមានចម្លើយទេយើងទៅនិយាយគ្នានៅប៉ុស្តិ៍ប៉ូលីសវារើសអានឹងធ្វើអីខ្ទេចអស់ហើយលក់អេតចៃមែនកាបូនមានតម្លៃណាហាហាទុកឲ្យវារើសចោះរើសឲ្យអស់ទៅនឹងអាបានលុយសឹងគេហាហាដាក់ចូលហោប៉ៅបាត់ហើយសំបីតែកំតិចក៏វាយកដែរអេមានឡានមកហើយឡានអ្នកណាគេនឹងធានារ៉ាប់រងហួររួយមន្ត្រីវាតម្លៃទ្រព្យសម្បត្តិពិសេសហើយអាអេតចៃនេះថាទ្រព្យសម្បត្តិពិសេសត្រឹមកង់មួយសោះដល់ថ្នាក់មានមន្ត្រីចុះមកផងក្រុមហ៊ុនធានារ៉ាប់រងអ្នកឯងអត់ការងារធ្វើទេអីលោកមន្ត្រីមកចំពេលល្អណាស់ប្រាប់ឲ្យដឹងចុះគឺវាជីកង់មកបុកខ្ញុំកង់នេះគឺវាធ្លាក់ចុះទៅដោយខ្លួនឯងទេឥឡូវវាមកទាលុយពីខ្ញុំរហូតដល់លោកត្រូវតែចាត់ការជំហាននេះខ្ញុំគ្រាន់តែកត់ត្រាមិនវិនិច្ឆ័យទេស្អីគេថាមិនវិនិច្ឆ័យលោកខ្វាក់មែនទេអ្នកណាមនុស្សល្អអ្នកណាជនបោកប្រាស់មើលមិនដឹងទេអីលោកមន្ត្រីនិយាយឲ្យត្រង់ទៅ200រៀលខ្ញុំថាមិនតិចទេមែនអត់ហាហានោះជាលេខសម្គាល់ស្អីគេបងប្អូនហេតុអីមន្ត្រីម្នាក់នេះឈោថ្មឹងអញ្ចឹងយ៉ាងម៉េចហើយស្កេនឃើញស្អីមិនក៏បាត់ហើយលោកនិយាយមកមើលរបស់អេតចៃសោះស្កេនចេញផ្កាមាសទេដឹងលេខកូដ09ជាទ្រព្យសម្បត្តិធានារ៉ាប់រងពិសេសទំហំទឹកប្រាក់ធានាគឺ$1 លានប៉ុន្មានលោកនិយាយម្ដងទៀតមើលទឹកប្រាក់ធានាគឺ$1 លានបងប្អូននេះមានរឿងអីទៅហាហាខ្ញុំយល់ហើយខ្ញុំយល់ច្បាស់ហើយបានធានារ៉ាប់រងមិនមែនវាជាអ្នកទិញខ្លួនឯងចំណាយ$800ដើម្បីទិញធានា$1 លានលើរបស់អេតចៃនេះយកមកទុកទីនេះដើម្បីចាំឲ្យគេបោកសោះនេះមិនមែនហៅថាបោកប្រាស់ទេនេះហៅថាបោកប្រាស់ប្រាក់ធានារ៉ាប់រងធ្ងន់ធ្ងរជាងទៀតមែនហើយមានមនុស្សល្អឯណាទិញធានារ៉ាប់រងកង់តម្លៃ$1 លាននោះនឹងហើយតើខ្ញុំរស់ជាង70ឆ្នាំហើយមិនដែលឮថាមានធានារ៉ាប់រងកង់តម្លៃ$1 លានទេរឿងនេះប្រកាសជាមានល្បិចហើយលោកមន្ត្រីស៊ើបមើលទៅថាបានធានានេះទិញនៅថ្ងៃណាប្រកាសជាទៅតែ1ថ្ងៃ2ថ្ងៃនេះទេដឹងពេលវេលាទិញធានាគឺខែកញ្ញាឆ្នាំមុនគឺ11ខែមុនចាប់ផ្ដើមរៀបចំអន្ទាក់បាត់ទៅហើយល្បិចកនេះពិតជាជ្រៅណាស់និយាយអញ្ចឹងក៏ត្រូវស្អីគេថាក៏ត្រូវនោះគឺអញ្ចឹងឯងឃើញទេវាលែងហ៊ានមាត់ហើយចៃវីដេអូនឹងល្បីហើយ
មានគេចែកចាយថាចំណងជើងសរសេរថាបុរសម្នាក់ទិញធានារ៉ាប់រងកង់ភ្នំពណ៌ខ្មៅតម្លៃ1លានរៀបចំឆាកបោកប្រាស់តាមដងផ្លូវអ្នកមើលជា1លានដងគ្មិន8000នេះជាការបោកប្រាស់ចំនួនថ្មីទិញធានារ៉ាប់រងកង់1លានដុល្លារមិនបាច់គិតក៏ដឹងថាចង់បានអ្វីដែរស្ដាប់ទៅមើលភ្នែកមហាជនគឺភ្លឺថ្លាណាស់គុំថាឡើយមនុស្សជាង1លានអ្នកនោះលើអ៊ីនធឺណិតគេនិយាយអញ្ចឹងទៅហើយនៅអាចខ្លាំងៗទៀតអ្នកខាងស្ដាំសង្កត់វាឥឡូវលោតចេញពីទូកនៅទាន់ពេលណាជីមិនហ៊ានទទួលទូរស័ព្ទទេអីកន្លែងធ្វើការលោកដឹងទេថាលោកមករកស៊ីអញ្ចឹងនៅខាងក្រៅមនុស្សជាង1លានអ្នកកំពុងមើលណានិយាយម្ដងទៀតមក1លានមែនទេលោកមន្ត្រីលោកសាកមើលក្នុងអ៊ីនធឺណិតទៅមនុស្សជាង1លានអ្នកណា1លានអ្នកយ៉ាងម៉េចបើមិនត្រូវនឹងឯកសារនិយាយអ្វីក៏មិនបានការដែរលោកមានន័យថាម៉េចពួកគេនិយាយគឺមិនបានការទេឯកសារទៅជាការផ្លូវការបើអញ្ចឹងលោកឆែកមើលថាបានធានានោះមកពីណាល្អឥឡូវយើងឆែកឯកសារធានារ៉ាប់រងនៅមុខអ្នកទាំងអស់គ្នាទឹកប្រាក់មិនមែនចេះតែសរសេរដាក់នោះទេមុនពេលទិញធានាគឺមានការវិតម្លៃច្បាស់លាស់ខ្ញុំចង់ដឹងណាស់ថានឹងមានល្បិចអីទៀតជាងធ្វើកង់ដោយដៃហឺជីស៊ូហឺមីងតម្លៃប៉ាន់ស្មានមុនទិញធានាគឺ1,600,000ជាកង់ធ្វើដោយដៃលោកស៊ូហឺមីងបានទទួលមរណភាពហើយកង់មួយនេះគឺជាស្នាដៃចុងក្រោយបង្អស់របស់គាត់អំបញ្ញមិញវាថាម៉េចគេតាំងពីដូនតាមិនមែនអញ្ចឹងវាពិតជានិយាយត្រូវមែនឥឡូវមើលទៅថ្លៃជាងគេដូនតាទៅទៀតឯកសារមិនអាចខ្លាញ់បន្លំបានទេឥឡូវនេះកាត់រូបភាពប្រើពេលតែ3នាទីទេក្មួយស្រីសម្ដីនេះមិនគួរនិយាយទេខ្ញុំនិយាយខុសត្រង់ណាមនុស្សស្លាប់បាត់ទៅហើយគ្មានសាក្សីបញ្ជាក់ទេវាថាមួយណាក៏ជាអានឹងទៅមានអ្នកណាអាចបញ្ជាក់បានមែនហើយអ្នកណាបញ្ជាក់ថាជាកង់មួយនេះនៅផ្នែកខាងក្នុងនៃមុខកាត់មានហត្ថលេខាគាត់ថាម៉េចហត្ថលេខាសរសេរដោយដៃហឺមីង2019ដូចគ្នានឹងកំណត់សម្គាល់ក្នុងឯកសារបេះបិទស្នាមបាក់នេះគឺទៅតែបាក់នៅថ្ងៃនេះទេមិនលោកដឹងថាខាងក្នុងមានអក្សរវាប្រកាសជាបានមើលមុនហើយស្នាមបាក់នេះទៅតែបាក់ថ្ងៃនេះទេណាមួយនេះមិនមែនជារបស់កង់នេះទេមានរឿងអីទៀតហើយថ្នាំកូដខាងក្រៅរបស់ទូកង់គឺគ្មានពណ៌នេះទេចៃស្បែកជើងចៃបាននិយាយជាមួយពួកឯងមិនស្ដាប់ទេខ្ញុំទៅកន្លែងផ្សេងក្រុមហ៊ុនតនោះទេខ្ញុំសូមរីកាពីការឡើងមួយតែឡើយលើនេះតែម្ដងមានគេរៀបចំឆាកបោកប្រាស់តាមដងផ្លូវបោកមនុស្សរាប់ម៉ឺននាក់គំរាមកំហែងក្មេងស្រីម្នាក់តាមអ៊ីនធឺណិតតើពួកលោកចាត់ការទេនោះជាការឡាយរបស់ខ្ញុំណាពិតមាត់ការឡាយនេះមានមាត្រការចម្រុងចម្រាស់សូមទស្សនាដោយការពិចារណាពិតជាត្រូវគេរីកាមែនក្រុមហ៊ុនដាក់សញ្ញាព្រមានបាត់ទៅហើយចុះតើអ្នកណាជាអ្នកបោកអ្នកណាលោកចោលទៅលើកមុនអាម្នាក់ដែលធ្វើពុតជាដួលនោះឡាយបាន3ថ្ងៃអ្នកសែបន្តត្រូវគេជាទាំងអស់ស្ទើរតែចាញ់បោកគេហើយទេសំបីតែក្រុមហ៊ុនឡាយក៏ទ្រាំមើលលេងបានដែរចុះបើនេះគ្រាន់តែជារឿងប្រឌិតនោះពួកថតវីដេអូទាមទារការអាណិតមានច្រើនណាស់បងប្រុសបងជាអ្នកក្រៅសម្ដីបងគួរឲ្យជឿជាក់បំផុតបងគ្រាន់តែនិយាយមកថាកង់នេះជារបស់វាមែនទេហើយវាពិតជានៅកណ្ដាលផ្លូវមែនទេកង់នឹងជារបស់វាហើយក៏នៅកណ្ដាលផ្លូវមែនប៉ុន្តែពេលខ្ញុំបត់ចូលមកកង់នឹងគឺនៅទីនោះស្រាប់ទៅហើយមុននឹងមានរឿងអីខ្ញុំពិតជាមិនបានឃើញមែនទេតែកង់ឡានក៏ប្រាប់ថាកង់នៅកណ្ដាលផ្លូវដែរមែនខ្ញុំឃើញច្បាស់ណាស់វាដាក់មិនស្រួលខ្លួនឯងទៅធ្លាក់ចុះទៅហាលោកអើយសម្ដីរបស់លោកកាលពីព្រឹកខ្ញុំចាំបានថាលោកមិនបានឃើញខាងមុខទេចាំស្អីសរុបទៅលោកកាន់ជើងខាងណាខ្ញុំមិនកាន់ជើងអ្នកណាទាំងអស់ខ្ញុំក៏ត្រាតែអ្វីដែលខ្ញុំឃើញនឹងនេះសូមថយចេញទៅក្រៅខ្សែញ៉ាំងទាំងអស់គ្នាខ្ញុំត្រូវថតរូបទុកជាភស្តុតាងកុំមានអ្នកណាប៉ះពាល់ទូកង់នេះឲ្យសោះមកលើឲ្យឯងមួយការងារឯងឃើញបំពង់កង់នោះទេទៅកាច់វាបន្តិចទៅកាច់ស្នាមបាក់ឲ្យរេចរើធ្វើឲ្យវាខូចតែមួយផ្លែទៅមានអ្នកណាមើលដឹងអ្នកនាងលៀងនោះជារបស់តម្លៃ1លានណា1លានយ៉ាងម៉េចវាក៏បាក់បាត់ទៅហើយរបស់បាក់ទៅហើយកាច់ថែមបន្តិចទៀតវាទៅជាយ៉ាងម៉េចវាមិនដូចគ្នាទេណាមន្ត្រីគេប្រាប់ហើយថាត្រូវធ្វើការផ្ទៀងផ្ទាត់ស្អីបើស្នាមបាក់ត្រូវកាច់ខូចហើយតើវាផ្ទៀងផ្ទាត់ចម្រៃអីទៀត500រៀលឯងថាតិចមែនទេនេះ200រៀលទៀតចៃការងារនេះខ្ញុំធ្វើមិនបានទេយកលុយ500ឲ្យខ្ញុំនិយាយកុហកពីទំពុកតែបើឲ្យបំផ្លាញវត្ថុតាងគឺត្រូវជាប់គុកណាអាមនុស្សគ្មានបានការគេឲ្យឯងធ្វើអីកុំសួរអីឯងក៏កុំទទួលការងារពីគេដែរខ្ញុំទើបតែស៊ីលុយគេ500សោះអញ្ចឹងចាត់ទុកថាលុយ500នេះជាមេរៀនចោះទៅថ្ងៃមុខនៅឲ្យឆ្ងាយពីនាងទៅឡានខូចហើយឯងមកទីនេះម្ដងបើកត្រចៀកធំទៅបន្តិចទៀតគេក៏ចម្លាយហើយពិតមាត់ឯងឲ្យចិត្តវាជាអ្នកបុកខ្ញុំកង់វាធ្លាក់ចុះទៅខ្លួនឯងទេកុំបដូរសំបីតែមួយម៉ាត់អ្នកនាងលៀងឲ្យចម្លើយគឺត្រូវផ្តិតមេដៃចុះហត្ថលេខាណាបើផ្តិតមេដៃហើយក្រោយមកស៊ើបឃើញមិនពិតនោះហើយថាដល់សក្ខីកម្មខ្លាំងខ្លាយលោកឯងនិយាយឈួតអីប៉ាខ្ញុំនៅផ្លូវមួយខ្សែនេះរឿងប៉ុណ្ណឹងដោះស្រាយមិនចេញទេអីផ្ទុយទៅវិញបើអ្នកណាហ៊ានបដូរសំដីខ្ជាក់លុយមកវិញឲ្យអស់ខ្ញុំនឹងធ្វើឲ្យវារស់នៅលើផ្លូវនេះលេងបានស្ដាប់បានច្បាស់ទេចុះថៅកែងវិញនិយាយមួយម៉ាត់មកខ្ញុំមើលមិនច្បាស់ទេគឺមើលមិនច្បាស់មែនតូបលក់អីវ៉ាន់ឯងនេះថ្ងៃស្អែកចង់លក់ទៀតអត់មកមួយទៀតហើយលើកនេះមកពីណាទៀតលើឡានមានអក្សរក្រុមស្អីគេនឹងមើលទៅដូចក្រុមហែកសពអញ្ចឹងអ្នកណាជាអ្នកធ្វើខ្ញុំសួរថាអ្នកណាជាអ្នកធ្វើគាត់គោះអានឹងធ្វើអីកុំនិយាយអីកាលពីព្រឹកអាល្អិតនោះក៏គោះអញ្ចឹងដែរគឺដូចគ្នាបេះបិទតែម្ដងផ្នែកអាកណ្ដាលផ្នែកបំពង់ខាងក្រោមនិងបំពង់ក្រោយ3កន្លែងលោកគ្រាន់តែស្ដាប់ក៏ដឹងដែរតាំងពីពេលណាតាំងពីនាងជន់ពីលើវាមួយជាងដំបូងខ្ញុំក៏លឺបាត់ទៅហើយ
គ្រាន់តែជន់មួយជើងអាចស្ដាប់ដឹងស្អីទៅពួកឯងរួមគំនិតគ្នាមែនទេបញ្ជីឧបករណ៍របស់ក្រុមកូដ059ចុះបញ្ជីបាន7ឆ្នាំមួយឆ្នាំពិនិត្យម្ដងរាល់ទំព័រសុទ្ធតែមានហត្ថលេខាខ្ញុំព័ត៌មានចុះបញ្ជីដូចគ្នានឹងឯកសារធានារ៉ាប់រងបិទភ្ជាប់វិញគឺអាចបិទបានប៉ុន្តែកង់នេះយកទៅប្រណាំងលេងបានហើយស្អីគេប្រណាំងមិនប្រណាំងនិយាយឲ្យស្ដាប់បានមើលស្អីគេហៅថាយកទៅប្រណាំងលេងបាននោះកង់នេះគ្រាន់តែជីកទៅផ្សារទេតើឲ្យតែបិទជាប់វិញបានហើយតើបិទជាប់វិញមកខ្ញុំទទួលខុសត្រូវថ្លៃឈ្នួលខ្ញុំជាអ្នកចេញគ្រាន់តែទូកង់មួយបិទកៅសោះហាមកទា1លានពួកឯងមិនចេះខ្មាស់គេទេអីនេះជាស្អីទៀតហើយម៉ាស៊ីន scan echo ខាងក្រៅមើលមិនឃើញតែអាចឆ្លុះឃើញខាងក្នុងទី1អកណ្ដាលទី2បំពង់ក្រោមទី3បំពង់ក្រោយទី4ទី5នៅតែជាបំពង់ក្រោមទាំង5កន្លែងត្រូវរបាក់ស្រទាប់មានន័យថាម៉េចស្រទាប់កាបូននីមួយរបាក់ចេញពីគ្នាអស់ហើយខាងក្រៅមើលទៅនៅល្អតែខាងក្នុងខ្ទេចអស់ហើយខ្ទេចខ្ទីអស់ហើយចុះបើបិទវិញនោះវាអាចរឹងមាំបន្តិចទេលោកពូបើបិទភ្ជាប់វាអាចជិះបានដឹកបន្លែឬជិះលេងគឺគ្មានបញ្ហាទេប៉ុន្តែវាមិនអាចទ្រទម្ងន់ធ្ងន់បានទៀតទេនៅលើទីលានប្រណាំងពេលស្ទុះម្ដងកម្លាំងរាប់រយគីឡូណាសង្កត់ទៅលើបំពង់ទាំង3នេះទាំងអស់វានឹងបាក់ជាមិនខានអ្នកជិះនឹងមានគ្រោះថ្នាក់ទីតាំងខូចខាតគឺដោយការរាយការណ៍របស់គាត់បេះបិទរចនាសម្ព័ន្ធកង់ទាំងមូលខូចខាតមិនអាចជួសជុលបានទេការខាតបង់ជំហានដំបូងគឺ$88,000ឡើងទៅ88អូខេទៅដឹងតែពួកអ្នកស៊ីឈ្នួលគេទេអូហូឡានបមូណាងាប់មិនខានទេអាអេតចៃនឹងហ៊ានមកកោះឡានយើង